សូមដាក់បាតឲ្យអាត្មាផងទៅញោមតើមានរឿងអីទៅកូនស្រីបងលោកគ្មានចិត្តស្មោះទេជាមនុស្សអត់ខ្មាស់លោកហ៊ានមកទីនេះទៅកើតអើយលោកហ៊ានចូលមកក្នុងភូមិយើងនេះដល់របៀបណាទៅខេដាយើងនឹងមិនអភ័យទោសឲ្យលោកទេតើញោមចង់ធ្វើស្អីនឹងគេគឺជាព្រះសង្ឃគេមិនមែនជាព្រះសង្ឃទេគេបានបំផ្លាញជីវិតកូនស្រីរបស់កណ្ដាឆ្នាំមុននោះគេបានរៀបការជាមួយនឹងកូនស្រីកណ្ដាហើយពេលនេះគេបានទៅបួសជាព្រះសង្ឃគេបានសម្រេចចិត្តទៅនៅជាមួយនឹងព្រះសង្ឃគឺព្រោះតែគេទើបធ្វើឲ្យកូនស្រីខ្ញុំកណ្ដាឈឺចាប់ឪពុកម្ដាយរបស់គេបន្ទោសកូនស្រីរបស់កណ្ដាគ្រប់យ៉ាងព្រោះតែរឿងនេះហើយកូនស្រីរបស់ខ្ញុំកណ្ដាក៏បាននៅតែម្នាក់ឯងគេបានបំផ្លាញជីវិតកូនស្រីរបស់ខ្ញុំកណ្ដាហើយគេក៏សម្រេចចិត្តទៅបួសទៀតហេតុអីក៏គេសម្រេចចិត្តមករៀបការជាមួយនឹងកូនស្រីយើងទៅពេលអាត្មារៀបការជាមួយនេះអាត្មាមិនមានគំនិតគិតពីផ្លូវនេះទេអាត្មាចង់ឲ្យសេចក្តីទុកចេញពីជីវិតអាត្មាចង់បានសេចក្តីស្ងប់នៅក្នុងជីវិតអាត្មាមានភ័ព្វសំណាងខ្លាំងណាស់ដែលបានស្ដាប់ធម៌របស់ព្រះពុទ្ធហើយព្រះគ្រូរបស់អាត្មាក៏បានបំពោះអាត្មាធ្វើជាព្រះសង្ឃអញ្ចឹងហើយបានជាលោកស្ដាប់គេតើមែនទេព្រះអង្គបង្ហាញផ្លូវត្រូវដល់អាត្មាយើងមិនជឿលោកទេនៅពេលនេះលោករត់គេចពីទូនាទីនឹងការទទួលខុសត្រូវរបស់លោកទៅវិញទេលោកកុំសាដាកូនស្រីយើងទទួលការឈឺចាប់ព្រោះតែលោកគេបានលះបង់ជីវិតគ្រួសារគេបានលះបង់សេចក្តីសុខទាំងអស់របស់គេមោហៈលោភៈកាមៈទោសៈគេបានលះបង់គ្រប់យ៉ាងទៅហើយញោមនៅគិតថាគេកំសាទៀតព្រះរាជគុណក៏អញ្ចឹងដែរទេគេជាបុគ្គលក្លាហានម្នាក់គេមានភាពត្រឹមត្រូវលះបង់អ្វីៗគ្រប់យ៉ាងហើយដឹកនាំជីវិតគេនៅក្នុងការស្វែងរកសេចក្តីស្ងប់ញោមចាំបាច់ត្រូវមានភាពត្រឹមត្រូវគោរពទៅតាមផ្លូវនេះដឹងទេមិនមែនអ្នករាល់គ្នាសុទ្ធតែអាចធ្វើបាបគ្រប់គ្នាទេញោមស្ងប់អារម្មណ៍ពិចារណារឿងនេះសិនបើគេនៅជាមួយកូនស្រីរបស់ញោមបន្តទៀតនឹងធ្វើឲ្យនាងឈឺចាប់អស់មួយជីវិតហើយកុំមកនិយាយជាមួយនឹងយើងរឿងអត់ប្រយោជន៍ព្រះរាជគុណកំពុងតែអស់ទាញគេហើយយើងមិនទុកជីវិតគេទេលោកកំពុងតែធ្វើស្អីហ្នឹងទ្រង់គឺជាព្រះមុខលានណាសង្ឃនិការបស់ទ្រង់បានបង្ហាញផ្លូវដល់បុគ្គលដែលបានបង្វេចផ្លូវនោះហើយកណាសុំនិមន្តព្រះរាជគុណចេញទៅអូយគេបានបំផ្លាញជីវិតកូនស្រីរបស់យើងគេនឹងមិនអាចរស់នៅបានស្ងប់នោះទេអុយឲ្យមកទូលបង្គំមកក្រាបទូលព្រះអង្គនៅតែនិមន្តបិណ្ឌបាតរាល់ថ្ងៃទៀតហើយប្រោសទេសនាដល់ប្រជារាស្ត្រទៀតព្រះអង្គកាន់តែចាស់ហើយព្រះអង្គមិនចង់ធ្វើសមាធិទេព្រះអង្គមិនមានព្រះតម្រិះថាតើមាននរណាមើលការខុសត្រូវបង្ហាញផ្លូវដល់មនុស្សនិងព្រះសង្ឃទៀតទេក្រាបទូលកណាមានអារម្មណ៍រំខានពីរឿងទាំងនោះទៅវិញទេអានន្ទនេះគឺជាផ្លូវដែលកណារកឃើញប្រជារាស្ត្រគឺជាអ្នកគ្រប់គ្រងដល់កណាហើយកុំអាននាំកណាឆ្ពោះទៅកាន់អ្នករាល់គ្នាលើផ្លូវនៃសេចក្តីស្ងប់ពួកគេតែងតែជាទីពឹងរបស់កណាពួកគេគឺជាសាវករបស់កណាពួកគេត្រូវតែស្ដាប់តាមអាត្មាសារីបុត្រហើយនៅមុខកលៀនមិនមានការភ័យខ្លាចឬក៏តក់ស្លុតនោះទេពួកគេទាំងពីរធ្វើបានល្អណាស់
សារីបុត្រគឺជាប្រហោះខាងស្ដាំរបស់កណាចំណែកឯមកលៀនគឺដូចជាកណាអញ្ចឹងដែរ ប្រពន្ធប្រយ័ត្នផងក្រាបទូលព្រះពុទ្ធមកលៀនមិននៅជាមួយនឹងយើងទៀតទេក្រាបទូល កណានឹងរៀបចំបុណ្យសពរបស់ព្រះមុគលានទៅវិញចុះ អនិច្ចាវតេសង្ខា मोगलाना ने संघ की बहुत सेवा की उन्हें अश्रुओं से विदा ना कर मोगलाना इस ज्वाला के समान निडर थे साहसी और स्पष्ट वक्ता थे मोगलाना के जीवन से आप सभी को प्रेरणा मिलेगी मोगलाना जैसे ज्ञानी कभी नहीं मरते अपितु एक ऊर्जावान सदैव हमारे साथ रहते हैं मोगलाना की अस्थियों पर एक स्तूप बनाया जाएगा जिससे आने वाले काल में भी उनकी स्मृति अमिट रहेអូព្រះពុទ្ធនិមន្តមកហើយសូមថ្វាយបង្គំព្រះពុទ្ធសូមព្រះអង្គនិមន្តគង់នៅក្រោមដើមឈើនេះសិនទៅក្រាបទូលសូមនិមន្តសម្រាប់សិនទៅសូមនិមន្តក្រាបទូលមិនហើយព្រះពុទ្ធសូមនិមន្តសម្រាប់សិនទៅសូមកុំប្រោសទេសនាថ្ងៃនេះអីព្រះអង្គមិនស្រួលប្រកាសទេ អានន្ទការត្រាស់ដឹងនៃសច្ចធម៌មិនកុហកមេឃដីហើយក៏មិនកុហកមនុស្សលោកដែរទាំងអស់គ្នាព្រមគោរពនៅគុណធម៌ទាំង5យ៉ាងដែរទេព្រមក្រាបទូលដូច្នេះហើយសូមសច្ចានៅថ្ងៃនេះទៅយើងនឹងប្រព្រឹត្តចំពោះអ្នកដែលក្មេងជាងយើងជាមួយនឹងក្តីស្រឡាញ់របស់យើងនឹងប្រព្រឹត្តចំពោះអ្នកដែលចាស់ជាងយើងជាមួយនឹងការគោរពរបស់យើងបុគ្គលដែលខំប្រឹងធ្វើការគួរតែប្រព្រឹត្តជាមួយនឹងក្តីមេត្តាហើយបុគ្គលដែលទន់ជ្រាយមិនមានអ្វីទេបើពួកគេមិនល្អនោះគួរតែត្រូវប្រព្រឹត្តជាមួយនឹងចិត្តសប្បុរសអ្នកនឹងមិនភ្លេចគ្រប់ដំណាក់កាលទាំងអស់ដែលចូលមកក្នុងជីវិតរបស់អ្នកនៅថ្ងៃណាមួយឡើយ ព្រះពុទ្ធពេលខ្លះមិនមានចេតនាទេយើងធ្លាក់ចូលទៅក្នុងអំពើអាក្រក់ហើយក៏បានប្រព្រឹត្តនៅអំពើអាក្រក់ បើអ្នកសម្ដែងនៅអំពើល្អហើយនៅតែជួបនឹងអំពើអាក្រក់អ្នកត្រូវតែពិចារណាអំពីកំហុសរបស់ខ្លួននៅអ្វីដែលមាននៅក្នុងថ្ងៃនេះគឺព្រោះតែគំនិតយើងហើយបើយើងគិតនៅក្នុងផ្លូវអាក្រក់អំពើរបស់យើងក៏คล้ายទៅជាអាក្រក់ហើយពេលនោះយើងនឹងត្រូវរស់នៅក្រោមស្រមោលនៃសេចក្តីទុក្ខវេទនាគឺដូចជាសត្វគោគ្រាមួយក្បាលដើរតាមផ្លូវដែលគោបាននាំផ្លូវវាបើយើងរក្សាគំនិតល្អទុកអំពើល្អរបស់យើងក៏មានផងដែរហើយសេចក្តីសុខទាំងឡាយប្រកបជាដូចជាស្រមោលអន្តោតាមប្រាណយើងជានិច្ច ប្រសិនបើជីវិតរបស់យើងនៅលើផ្លូវមួយណានោះ នៅទីបំផុតមានតែបញ្ហា3យ៉ាងប៉ុណ្ណោះទី1គឺយើងអាចស្រឡាញ់នៅជម្រៅបេះដូងរបស់យើងបានដែរទេនិងទី3 क्या हम पूर्णतः जी सकते हैं और तीसरी យើងនឹងអាចខំប្រឹងចំពោះអ្វីគ្រប់យ៉ាងបានដែរទេ ព្រះពុទ្ធ
សូមមេហានមកពីណាលេកានមកទីនេះគាត់បាននាំយកដំណឹងរបស់សារីបុត្រមកក្រាបទូល हम सभी के जीवन का लक्ष्य है គឺត្រូវស្វែងរកកម្មរបស់ជីវិតហើយមិនថាពេលណាដែលយើងជួបជាមួយផ្លូវនោះទេយើងត្រូវតែជ្រើសរើសដោយខ្លួនឯងនៅក្នុងការសម្រេចរបស់កម្មដែលបានសាង តើបាទសក់យកដំណឹងអ្វីរបស់សារីបុត្រមកសុមេហាន ព្រះគ្រូសារីបុត្របានសម្រេចព្រះនិព្វានហើយព្រះពុទ្ធនៅពេលដែលទ្រង់និមន្តទៅណាលីកានទ្រង់បានបំរើមេត្តារបស់ទ្រង់ទាំងយប់ទាំងថ្ងៃប៉ុន្តែមេត្តារបស់ទ្រង់ក៏បានចែកឋានដែរបន្ទាប់មកនោះទ្រង់ក៏បានសម្រេចព្រះនិព្វានតែម្ដងទ្រង់បានហៅឲ្យទូលបង្គំស្ដាប់បណ្ដាំចុងក្រោយឲ្យទូលបង្គំយកអត្តធាតុហើយនឹងបាតដែលទ្រង់ធ្លាប់បិទបាតព្រមទាំងស្បង់ជីវរយកមកឲ្យព្រះអង្គព្រះសារីបុត្របានប្រាប់ទូលបង្គំថាមុនពេលព្រះអង្គលះបង់ពិភពលោកនេះទ្រង់នឹងចាកចេញពីពិភពលោកនេះហើយព្រះពុទ្ធពេលដែលទូលបង្គំបានលើកដំណឹងការសម្រេចព្រះនិព្វានរបស់ព្រះសារីបុត្រទូលបង្គំរន្ធត់ចិត្តខ្លាំងណាស់ហើយមានភាពសង្វ័យជាមួយនឹងសេចក្តីទុក្ខទូលបង្គំក៏ពេញចិត្តទៅដោយការបំបែកកាយដែរទូលបង្គំមានអារម្មណ៍ថាមិនមានអ្វីឡើយ អានន្ទតើសារីបុត្រយកភិសមាចាររបស់ទ្រង់ទៅដែរមែនទេវិជ្ជាគឺជាការយល់ច្បាស់សេចក្តីប្រាថ្នានិងឯករាជ្យរបស់ទ្រង់យកទៅតាមជាមួយនឹងសេចក្តីស្លាប់របស់សារីបុត្រដែរមែនទេអានន្ទ អត់ទេព្រះពុទ្ធមិនទៅទេនៅពេលព្រះសារីបុត្រមានជីវិតទ្រង់រស់នៅលើផ្លូវត្រូវទ្រង់បានបង្ហាញផ្លូវត្រូវដល់ព្រះសង្ឃទាំងអស់ទ្រង់បានបង្រៀននិងណែនាំអ្នកទាំងអស់គ្នាបន្ទាប់ពីមុខកលៀននិងសារីបុត្រចែកឋានទៅសង្ខាររបស់យើងមិនទៀងទេព្រះអង្គមិនសម្ដែងពីអារម្មណ៍របស់ព្រះអង្គទេប៉ុន្តែទូលបង្គំជ្រាបច្បាស់ថាព្រះអង្គក៏រន្ធត់ព្រះទ័យដែរ កាត់ប្រតិទៅអានន្ទតើនៅចាំទេអ្វីដែលកណាបានប្រាប់ទ្រង់សេចក្តីស្លាប់មកជាមួយនឹងជីវិតគឺដូចជាសមោរបស់វាអញ្ចឹងមនុស្សកើតមកហើយគឺត្រូវតែស្លាប់ទៅវិញអ្វីគ្រប់យ៉ាងក៏ត្រូវស្លាប់ដែរមិនអាចខាត់ខាំងបាននោះទេកើតស្លាប់ព្រះអាទិត្យលិចព្រះអាទិត្យក៏អាចរះឡើងវិញបានទ្រង់ដាច់ខាតត្រូវទទួលដូចជាពួកគេអញ្ចឹងដែរសារីបុត្រប្រៀបដូចជាមេឃឈើដ៏ធំដែលទទួលខុសត្រូវចិញ្ចឹមដើមមេឃនៅតែអាចកាត់ផ្ដាច់ពីដើមហើយដើមនោះគឺជាសង្ខាររបស់យើងគឺដែលកំពុងតែមានរូបរាងកាយពិតនៅលើពិភពលោកនេះហើយក៏ត្រូវបានចែករំលែកឲ្យអ្នករាល់គ្នាឲ្យបានដឹងអំពីការឈឺចាប់របស់គេនិងការលះបង់របស់គេមួយជីវិតអានន្ទបើទ្រង់បើកប្រណេតរបស់ទ្រង់ហើយនោះទ្រង់ប្រកាសជាអាចឃើញសារីបុត្រនៅក្នុងដើមឈើទាំងនេះអញ្ចឹងគឺបានន័យថានៅក្នុងចំណោមបុគ្គលទាំងនោះដែលទ្រង់បានសម្រេចនៅពន្លឺទ្រង់មានវត្តមានចំពោះកណាមិនថាកណាទៅណាទេក៏ទ្រង់ទៅជាមួយកណាដែរហើយទ្រង់មិនត្រូវគិតថាសារីបុត្រទៅចោលយើងនោះទេទ្រង់តែងតែនៅជាមួយយើងជានិច្ច
សាវករបស់កណាសារីបុត្រទ្រង់បានសម្រេចនៅព្រះនិព្វានទៅហើយថ្ងៃនេះកណាសូមឲ្យអ្នកទាំងអស់គ្នាពិចារណាឲ្យបានច្បាស់លាស់សម្រាប់ពន្លឺដែលមកកាន់ខ្លួនយើងសេចក្តីស្លាប់ដែលមិនអាចគេចផុតដរាបណាយើងទទួលជ័យជំនះទៅលើសេចក្តីស្លាប់យើងនឹងឈ្នះរាប់ពាន់ដងហើយជ័យជំនះនឹងមកកាន់យើងដែលជារបស់យើងគ្មាននរណាអាចយកវាពីយើងបាននោះទេមិនថាជាព្រះឬក៏ជាបិសាចមិនថាឋានសួគ៌ឬក៏ឋាននរកព្រះអង្គនិមន្តមកទៀងពេលណាស់ថ្ងៃនេះ អានន្ទថ្ងៃនេះកណាបានឃើញដើមឈើនៅក្នុងព្រៃនីមួយៗកណាក៏បានឃើញរូបភាពរបស់សារីបុត្រនៅលើដើមឈើគ្រប់ដើមព្រះនាមរបស់ព្រះរាជកុមារសិដ្ឋាគឺតំណាងអ្វីទៅព្រះអង្គកំពុងទៅអ្វីនៅលើមេឃទៅក្រាបទូល កណាកំពុងតែឃើញមុខមាត់អ្នកទាំងអស់គ្នាដែលបានត្រូវបាត់បង់ទៅក្នុងធម្មជាតិពួកគេបានរលាយទៅតាមធម្មជាតិអស់ទៅហើយអានន្ទពេលនេះយើងមិនអាចនៅទីនេះបានទេយើងត្រូវទៅនគរវេសាលីគឺទៅទាំងព្រឹកព្រលឹមនេះបន្ទាប់ពីបាត់បង់សាវកជាន់ខ្ពស់ពីអង្គទៅហើយព្រះអង្គត្រូវរៀបចំព្រះរាជកិច្ចដោយអង្គឯងគ្មាននរណាដោយព្រះអង្គឡើយព្រះពុទ្ធ
ទីក្រុងវេសាលីពិតជាស្អាតខ្លាំងណាស់កំពូលប្រាសាទបានបញ្ចេញពន្លឺដ៏ស្រស់ស្អាតអានន់កណាចង់សម្រាកនៅក្នុងប្រាសាទនេះសិនបានទេសូមសម្រាប់នៅទីនេះសិនទៅព្រះពន្ធកណានឹងទៅខាងក្រៅសិនហេតុអីក៏នៅទីនេះស្ងាត់ម្ល៉េះផានដីរុនជួយហើយព្រះពុទ្ធនឹងមិនអីទេណាព្រះអង្គយ៉ាងមិនទៅហើយបាក់សៃឈប់យំភ្លាមតែម្ដងហើយនៅពេលនេះក៏មានភាពស្ងាត់គ្រប់ទីកន្លែងហើយផែនដីក៏ចាប់ផ្ដើមរត់ជួយតែម្ដងព្រះពុទ្ធនេះគឺជាសញ្ញានៃអភូតហេតុមួយហើយអានន់អង្គុយចិត្តកណាសិនមកក្រាបទូលព្រះពុទ្ធអានន់កណាបានសម្រេចចិត្តទៅហើយបន្ទាប់ពីព្រះសង្ឃទាំង3អង្គកណានឹងចូលមហាបរិនិព្វានហើយព្រះពុទ្ធព្រះអង្គកំពុងតែមានពុទ្ធការពីអ្វីទៅទូលមង្គមមិនជឿថាស្ដាប់ព្រះអង្គច្រឡំទេគឺបន្ទាប់ពីព្រះសង្ឃទាំង3អង្គកណានឹងចូលព្រះមហាបរិនិព្វានហើយហេតុអីក៏ព្រះអង្គសម្រេចបន្ទៃបែបនេះក្រាបទូលនេះមិនមែនជាការពិតទេព្រះអង្គកំពុងតែសាកល្បងជាមួយនឹងកណាមែនទេបុគ្គលម្នាក់ដែលបានកើតមកហើយនោះត្រូវតែស្លាប់ទៅវិញយ៉ាងប្រកបអានន់កណាជាព្រះពុទ្ធតែរូបរាងកាយរបស់កណាក៏ត្រូវចាស់ជរាដែរកណាបានទៅដល់វាសនារបស់កណាហើយនៅក្នុងប្រជញ្ញ80ព្រះវស្សាកណាបានឃើញពីបទពិសោធន៍និងអ្វីគ្រប់បែបយ៉ាងនៅក្នុងជីវិតរបស់កណាសូម្បីត្រង់ក៏នឿយណាយនៅក្នុងការបម្រើកណាដែរកណាគិតថានេះជារឿងដែលមិនអាចជៀសផុតពីធម្មជាតិនោះទេអានន់អត់ទេទូលមង្គមមិនអាចត្អូញត្អែរទេក្រាបទូលតើទូលមង្គមធ្វើអ្វីខុសនៅពេលបម្រើព្រះអង្គថាមែនទេព្រះពុទ្ធព្រះអង្គលះបង់ចោលពិភពលោកនេះមិនបានទេក្រាបទូលព្រះអង្គគឺជាវិញ្ញាណរបស់អញម្នេះព្រះអង្គមិនអាចទៅណាចោលទូលបង្គំបានទេអាណិតទូលបង្គំផងសូមអាណិតទូលបង្គំផងចុះសូមព្រះវិញ្ញាណអាណិតទូលបង្គំផងចុះក្រាបទូលអានន់សូមមើលមកកណាទៅតើទ្រង់ជឿលើកណាទេពេលនេះសូមយល់ផងថាការសម្រេចប្រតិរបស់កណា
ជារឿងដែលត្រឹមត្រូវណាស់បន្ទាប់ពីព្រះសង្ឃទាំង3អង្គនោះទៅកណានឹងបោះបង់ចោលរាងកាយកណាត្រូវវិលត្រឡប់ទៅតាមធម្មជាតិជូតទឹកភ្នែនរបស់ទ្រង់ទៅហើយត្រូវតែអត់ធ្មត់ទ្រង់ជាអ្នកទទួលខុសត្រូវធំណាស់នៅតាមផ្លូវរបស់ទ្រង់អានន្ទឆាប់ទៅផ្សព្វផ្សាយដំណឹងនេះភ្លាមទៅក្នុងកតកធម៌សត្ថាភាវានកណានឹងសម្ដែងធម៌ទេសនានៅចុងក្រោយរបស់កណាព្រះពុទ្ធមកគុំមិនអាចធ្វើបានទេទោះមកគុំបាត់បង់អ្វីគ្រប់យ៉ាងហើយព្រះពុទ្ធ ការលះបង់នេះជាការទទួលខុសត្រូវរបស់ទ្រង់តើជារឿងអាក្រក់បំផុតដែលទ្រង់អាចធ្វើក្នុងជីវិតទេទ្រង់គ្មានការពិចារណាអំណាចឬក៏កម្លាំងនោះទេព្រះអង្គមិនយាងទៅណាចោលទូលបង្គំទេអានន្ទទ្រង់មិនអាចធ្វើទៅតាមផ្លូវនេះដរាបណាទ្រង់រឹងមាំហើយក៏បដិញ្ញានៅក្នុងការសម្រេចប្រតិរបស់ទ្រង់កណាកំពុងតែឃើញជាលើកចុងក្រោយហើយអានន្ទកណាចង់ឲ្យទ្រង់សម្រេចប្រតិនៅក្នុងការពិចារណានៅក្នុងអតីតកាលរបស់ទ្រង់ហើយនឹងឆ្ពោះទៅកាន់ការចាប់ផ្ដើមថ្មីយើងនឹងទៅភាវៈទៅបន្ទាប់មកសម្ដែងធម៌ទេសនានៅក្នុងថ្ងៃនេះតែម្ដងយើងសពប្រតិខ្លាំងណាស់ដែលអ្នកទាំងអស់គ្នាមានវត្តមាននៅទីនេះដែលបានមកចូលរួមនៅថ្ងៃដាក់អាយុសង្ខាររបស់យើងវាមិនមែនជាអ្វីដែលជារបស់យើងនោះទេហើយក៏គ្មានឱកាសបន្តទៅទៀតដែរកណាកំពុងដើរតាមផ្លូវនេះតាមម្នាក់ឯងនៅជាមួយនឹងអ្នកទាំងអស់គ្នាប៉ុន្តែមិនយូរទៀតទេកណានឹងធ្វើដំណើរទៅតែម្នាក់ឯងព្រះពុទ្ធកំពុងតែមានពុទ្ធដីកាជាការពិតដែរទេដែលថាបន្ទាប់ពីព្រះសង្ឃទាំង3អង្គនេះព្រះពុទ្ធនឹងយាងចូលព្រះមហាបរិនិព្វាននោះកណានេះគឺជាកិត្តិយសរបស់យើងដែលបានមកស្ដាប់ព្រះធម៌ទេសនាចុងក្រោយរបស់ព្រះអង្គហើយព្រះអង្គមិនប្រថាប់នៅជាមនុស្សដល់ពួកយើងទៀតទេធ្វើឲ្យកណាសោកសង្រេងណាស់ព្រះអង្គនៅថ្ងៃនេះកណាអាចបានឃើញលទ្ធផលការងាររបស់កណាដែលដើរតាមផ្លូវសច្ចៈទាំង3ហើយក៏បានផ្សព្វផ្សាយទូទាំងសកលលោកមនោសុចរិតវិថីសុចរិតហើយនឹងកាយសុចរិតដែលមានចិត្តករណាដល់ជីវិតរបស់មនុស្សសត្វទាំងឡាយផងដែរមានច្បាប់ដ៏ប្រសើរទាំង3នេះដែលនឹងអាចនាំឲ្យពិភពលោកនេះក្លាយជាកន្លែងដ៏ស្រស់ត្រកាលមានចិត្តមេត្តាចំពោះអ្នករាល់គ្នាមិនមានអ្វីទេមិនថាក្រឬមានបុគ្គលគ្រប់រូបនៅក្នុងលោកនេះគឺសុទ្ធតែមានបញ្ហាជីវិត
របស់ពួកគេរៀងខ្លួនបុគ្គលខ្លះមានបញ្ហាច្រើនហួសពីការស្មានទៅទៀតមនីសាវកទាំងឡាយត្រូវចងចាំគោរពអាវ៉ាត់របស់កណាដែលបានផ្ដាច់ផ្ដាំចាប់តាំងពីថ្ងៃនេះតទៅត្រូវធ្វើការអនុវត្តនិងប្រតិបត្តិតាមដល់ការគោរពផ្សព្វផ្សាយអំពើល្អដល់អ្នកដទៃបន្ទាប់មកអ្នកទាំងឡាយបានប្រព្រឹត្តពិតប្រាកដនោះនឹងនាំឲ្យមានភាពរីកចម្រើនកណាដល់ពេលទៅកាន់បរមសុខរបស់កណាហើយដែលមានសច្ចៈទាំង3នឹងទៅដល់អ្នករាល់គ្នាក្មេងឬចាស់អ្នកទាំងអស់គ្នាមានឱកាសប្រឹងប្រែងនៅក្នុងការអនុវត្តឲ្យបានល្អមិនត្រូវជឿទៅលើនរណាម្នាក់ដ៏ងាយស្រួលនោះទេទោះជាកណាបានត្រាស់ដឹងទេសនាក៏ដោយចុះត្រូវតែពិចារណាឲ្យបានច្បាស់មិនត្រូវធ្វើអ្វីមួយដែលជាមូលហេតុនាំឲ្យចិត្តរបស់យើងយល់ព្រមជាមួយនោះទេមនីសាវកទាំងឡាយត្រូវតែពិចារណាសាសនាគឺមិនអចិន្ត្រៃយ៍ទេអ្វីៗត្រូវតែមានការបញ្ចប់នៅថ្ងៃណាមួយជាមិនខានដឹកនាំជីវិតរបស់អ្នកឲ្យទៅកាន់សេចក្តីស្ងប់បន្ទាប់ពីព្រះសង្ឃទាំង3ព្រះអង្គកណានឹងយាងចូលព្រះមហាបរិនិព្វានហើយអានេះរត់មិនថាយើងនៅកន្លែងណាទេយើងនៅតែឮសម្ដីប្រមាថប្រឆាំងជាមួយនឹងព្រះពុទ្ធគឺជាត្រៃនៃសេចក្តីស្ងប់បុគ្គលដែលបានព្យាយាមប្រឆាំងជាមួយនឹងព្រះអង្គត្រូវទទួលបរាជ័យនៅពេលក្រោយលោកទ្រង់ជ្រាបទេចម្លើយរបស់ព្រះពុទ្ធគឺព្រះអង្គចង់ប្រទានអាវ៉ាត់ដល់ប្រមាញ់នគរវេសលីព្រះអង្គមានពុទ្ធិកាប្រឆាំងពីគំនិតទាំងនេះហើយព្រះអង្គជួយចំពោះផលកម្មប៉ុន្តែព្រះអង្គមិនជួយចំពោះវិញ្ញាណទេតើផលកម្មអាចទៅរួចដែរទេដោយគ្មានវិញ្ញាណនោះអ្នកនិយាយត្រូវហើយតែមិនត្រូវប្រឆាំងជាមួយនឹងរឿងនេះទេផលកម្មអាចទៅរួចដោយគ្មានវិញ្ញាណបានយ៉ាងណាទៅអ្នកឃើញផ្លែស្វាយទេបើយើងកប់គ្រាប់ស្វាយទៅក្នុងដីវានឹងដុះឡើងជាស្វាយម្ដងទៀតដើមនឹងទ្រាំទ្រនៅផ្លែជាច្រើនម្ដងទៀតអ្វីដែលបានកើតឡើងទាំងនេះមិនមែនបានមកពីផលកម្មរបស់ស្វាយទេគឺព្រះអង្គខុសទាំងស្រុងហើយអ្នកបួសជឿចំពោះសច្ចៈអ្វីគ្រប់យ៉ាងមានសេចក្តីទុកការស្លាប់គឺជាសេចក្តីទុកជីវិតគឺពោពេញទៅដោយកំហុសនេះគឺជាទុតិធិនិយមមិនមានអ្វីទៀតឡើយអ្នកនិយាយត្រូវហើយប៉ុន្តែបន្ទាប់ពីសច្ចៈដែលអ្នកបាននិយាយនោះអាត្មាក៏បានសម្ដែងរួចហើយដែរទុក្ខអត្តហេគឺសម្ដែងពីទីបញ្ចប់នៃសេចក្តីទុក្ខអាត្មាបានលើកយកមកសម្ដែងមុនគេបងអស់មិនអាចចាត់ទុកថាជាទុតិធិនិយមទេ उसके बारे में बताता हूँ वो मार्ग निराशावादी कैसे हो सकता है ព្រះអង្គយាងមកកាន់ពិភពផ្សេងពីគ្នាហើយព្រះអង្គនៅក្មេងណាស់បួសជាព្រះសង្ឃអាត្មាមិនមកកាន់ពិភពផ្សេងគ្នាទេអាត្មាតំណាងឲ្យអ្នកប្រកាសសាសនាកំចាត់ភាពលោភលន់នៅក្នុងពិភពទាំង3ហើយក៏បានសម្រេចផ្លូវសច្ចៈរបស់ជីវិតបុគ្គលត្រូវការសេចក្តីស្ងប់ក្នុងជីវិតត្រូវដើរទៅតាមផ្លូវនេះមានតែមហាវីរៈប៉ុណ្ណោះដែលអាចដើរទៅតាមផ្លូវនេះបាននៅក្នុងពិភពដែលគ្មានអ្នកណាទៅដល់ដើម្បីដឹកនាំជីវិតរបស់សាវកទាំងឡាយហើយប្រឆាំងនឹងអំពើអាក្រក់គ្រប់បែបយ៉ាងទើបអាចដើរមកកាន់ផ្លូវនេះបានបើសិនជាបុគ្គលណាម្នាក់មិនមានសេចក្តីព្យាយាមទេមុខជាមិនអាចនាំជីវិតគ្រួសាររបស់គេជួបនឹងអំពើល្អបានឡើយប៉ុន្តែគេមានឱកាសនឹងធ្វើបាបច្រើនជាងអំពើល្អអាត្មាចង់បានព្រះសង្ឃដែលឆ្លាតច្រើនជាងដែលចាត់ទុកថាពិភពលោកទាំងមូលជាគ្រួសាររបស់គេហើយពន្លឺដែលជាអ្នកបួសនោះនឹងផ្សព្វផ្សាយមេត្តាធម៌ដល់អ្នករាល់គ្នានេះគឺជាការពិតហើយឥឡូវធម៌របស់ព្រះអង្គគឺមិនបានសម្រេចនៅសេចក្តីស្ងប់ទេការពិតទៅតែហ៊ានការពារព្រះនគរពួកគេបានធ្វើជាអ្នកបួសពួកគេចង់បានភាពយុត្តិធម៌ប៉ុន្តែពួកគេបែរជាមកដាក់ផ្លូវនេះទៅវិញពិតជាត្រឹមត្រូវណាស់ប៉ុន្តែនេះជាការប្រឆាំងទៅវិញទេអំពើហិង្សាមិនដែលនាំមកនូវការបញ្ចប់ជាមួយនឹងអំពើហិង្សាទេ
ហិង្សាគឺអាចបញ្ចប់បានជាមួយនឹងក្តីស្រឡាញ់ហើយនេះគឺជាអហិង្សាច្បាប់ធម្មជាតិមនុស្សលោកគ្រប់រូបកំពុងតែខ្លាចនៅសេចក្តីស្លាប់បើអ្នកព្យាយាមពិចារណាជាមួយនឹងអ្នករាល់គ្នាខ្លួនរបស់អ្នកនឹងចង់លះបង់អំពើហិង្សាប្រកាន់យកនៅផ្លូវធម៌ជាមិនខានទេព្រះអង្គទ្រង់ព្រះបញ្ញាញាណនៅអ្វីទូលបង្គំរំលឹកមែនទេម្ដងនេះព្រះអង្គយាងមកប្រទេសនាហើយមិនបានត្រាស់ពីអ្វីឡើយព្រះអង្គមិនបានត្រាស់អ្វីមួយព្រះអរោះឡើយព្រះអង្គមិនបានកាច់ផ្កាឈូកសពីស្រះមកឲ្យបង្ហាញសាវកទាំងអស់តងផ្កាឈូកសនោះបានដុះចេញពីភុកនៅក្នុងស្រះជាភាពល្អឥតខ្ចោះរបស់ផ្កាឈូកយើងមិនអាចយល់ពីអ្វីបានទេប៉ុន្តែមហាកាសពយល់ពីព្រះឱវាទរបស់ព្រះអង្គឱវាទដែលអាចឲ្យអ្នករាល់គ្នាជឿជាមួយនឹងការត្រាស់របស់កណាសពប្រតិជាមួយនឹងសាវករបស់កណាហើយឱវាទនោះមិនអាចជឿដោយគ្មានការពិចារណាទេកណាក៏បានប្រទានវាឲ្យទៅមហាកាសពអានន្ទបើទ្រង់ពិចារណាអំពីផ្កាឈូកដែលកំពុងតែរីកនោះហើយទ្រង់នឹងយល់អំពីអត្ថន័យនៃផ្កាឈូកនោះជីវិតយើងក៏ដូចជាផ្កាឈូកអញ្ចឹងផងដែរទូលបង្គំយល់ច្បាស់ពីបញ្ហានេះហើយផ្កាឈូកសនោះបានចាប់ផ្ដើមធ្វើដំណើរជីវិតរបស់វានៅក្នុងទឹកហើយវាក៏បានរីកនៅក្នុងពេលនោះវាបានអណ្ដែតនៅលើទឹកមានឯករាជ្យយ៉ាងស្រស់ត្រកាលកណាក៏បានកើតចេញពីពិភពលោកនេះផងដែរហើយកណាក៏បានត្រាស់ដឹងនៅអនុវត្តសច្ចៈលើលោកនេះដែរកណាពិតជាអាចត្រាស់ដឹងនៅអ្វីទាំងឡាយនៅក្នុងលោកនេះអានន្ទពេលនេះកណាដល់ពេលដែលត្រូវទៅភាវៈហើយនេះគឺជាជំរឿនរបស់កណាដែលឧបាសកច័ន្ទនិមន្តទៅឆាន់នៅទីនោះមុនពេលដែលចេញទៅកណាក៏ត្រូវបំពេញតាមសេចក្តីប្រាថ្នារបស់កណាផងដែរ